បាទសូមជម្រាបសួរសារជាថ្មីម្ដងទៀតថ្ងៃនេះខ្ញុំនឹងរំលឹកវិភាគពីភូមិសាស្ត្រនយោបាយតកតងទៅនឹងការរស័ព្ទអណ្ដែតយុទ្ធសាស្ត្ររបស់បណ្ដាប្រទេសនៅអាស៊ីអាគ្នេយ៍នៅចំពោះមុខការប្រកួតប្រជែងអំណាចរវាងសហរដ្ឋអាមេរិកនិងចិនបាទយើងដឹងថាពិភពលោកបច្ចុប្បន្នវិវត្តពីពិភពលោកឯកពរក្រោយបង្ការបញ្ចប់ទៅនៃសង្គ្រាមត្រជាក់ក្នុងឆ្នាំ1991ជាដំណាក់កាលមួយគេហៅថាជាដំណាក់កាលឯកពរដែលទូត្រាដោយសហរដ្ឋអាមេរិករហូតដល់ឆ្នាំ2009ដែលអ្នកជាសាស្ត្រនយោបាយជាទូទៅសន្មតថាជាសក្តានុពលនៃការចប់ទៅនៃនយោបាយនៃពិភពលោកឯកពរវិវត្តទៅរកពិភពលោកពហុពរហើយបច្ចុប្បន្ននេះពិភពលោកពហុពរវាហាក់ដូចជាពិភពលោកពហុពរដែលអតលយភាពដែលមានមហាអំណាចច្រើនពេកនៅក្នុងប្រព័ន្ធអន្តរជាតិដែលបង្កើតឲ្យមានភាពតានតឹងបង្កើតឲ្យមានភាពអនាធិបតេយ្យមួយចំនួននៅក្នុងពិភពលោកពហុពរដែលអតលយភាពឱកាសនៃការផ្ទុះសង្គ្រាមនៃការភាពតានតឹងវាតែងកើតមានជាធម្មតានៅក្នុងពិភពលោកពហុពរបាទនៅក្នុងថ្ងៃនេះយើងនឹងរំលឹកពីការវិវត្តប្រែប្រួលនៃភូមិសាស្ត្រនយោបាយរបស់តំបន់អាស៊ីអាគ្នេយ៍ដែលងាកទៅរកភាពស្និទ្ធស្នាលជាមួយចិននឹងហើយបាទហើយទោះបីជាពិភពលោកពហុពរអតលយភាពក៏ដោយប៉ុន្តែពិភពលោកនៅក្នុងដំណាក់កាលបច្ចុប្បន្នក៏វាមានចរិតលក្ខណៈខ្លះទៅក្នុងពិភពលោកសកលភាវូបនីយកម្មដែលទទួលឥទ្ធិពលចំហាយពីពិភពលោកបែបពិភពលោកមួយដែលជាពិភពលោកអនុត្តរភាពសេរីឬពិភពលោកសេរីដែលបង្កើតបានជាស្ថាប័នអន្តរជាតិបង្កើតបានទៅជាការផ្លាស់ប្ដូរពាណិជ្ជកម្មលក្ខណៈហើយក្នុងនោះការបង្កើតស្ថាប័នសេរីមួយចំនួនដូចជាស្ថាប័ន WTO World Trade Organizations បាទអង្គការពាណិជ្ជកម្មពិភពលោកធនាគារ IMF មូលនិធិរូបិយវត្ថុអាស៊ីលក្ខណៈទាំងអស់ហ្នឹងវាស្ថិតនៅក្នុងការថាសណ្ដាប់ធ្នាប់សេរីប៉ុន្តែថ្ងៃនេះខ្ញុំនឹងមិនលើកឡើងពីបញ្ហានៃស្ថាប័នអន្តរជាតិសេរីដែលបង្កើតដោយសហរដ្ឋអាមេរិកទេតែខ្ញុំនឹងជជែកពីបញ្ហានៃការប្រែប្រួលរបស់ប្រទេសមួយចំនួនដែលធ្លាប់គ្រប់គ្រងសហរដ្ឋអាមេរិកហើយបែរទៅផ្អៀងទៅរកនិន្នាការនៃការគ្រប់គ្រងចិនបាទអញ្ចឹងយើងដឹងថានៅក្នុងទស្សនវិជ្ជាភូមិសាស្ត្រនយោបាយនៃអាស៊ីអាគ្នេយ៍វាកំពុងតែដំណើរការទៅរកការបន្ស៊ីឡើងវិញនៅពេលដែលតំបន់កំពុងតែបើកបរនាវានៅក្នុងព្យុះសង្គ្រាមនៃការប្រកួតប្រជែងអំណាចកាន់តែខ្លាំងឡើងរវាងសហរដ្ឋអាមេរិកនិងចិនជាប្រពៃនេះរដ្ឋមួយចំនួននៅអាស៊ីអាគ្នេយ៍បានសង្កត់ធ្ងន់ទៅលើស្វ័យភាពយុទ្ធសាស្ត្រដោយជៀសវាងការចុះសម្រុងគ្នាហួសហេតុជាមួយនឹងមហាអំណាចទាំងពីរទោះជាយ៉ាងណាក៏ដោយអេរយាប័តនៃគោលនយោបាយថ្មីនិងសន្ទុះកាយវិភាគវិជានៃជំរឿសបន្ស៊ីគ្នាបានបង្ហាញថាអព្យាក្រឹតភាពរបស់បណ្ដាប្រទេសអាស៊ាននេះកំពុងតែបាត់បង់ជាបណ្ដាសន្ទុះនេះវិភាគរកពីទីតាំងប្រទេសអាស៊ីអាគ្នេយ៍ទាំង10នៅលើវិសាលគមនៃការបន្ស៊ីគ្នារវាងចិននិងសហរដ្ឋអាមេរិកដោយផ្អែកទៅលើសូចនាករចំនួន20ដែលត្រូវបានបែងចែកទៅជាដែនឬក៏វិស័យចំនួន5អស់រយៈពេល30ឆ្នាំបានហើយប្រទេសមួយចំនួនដូចជាឥណ្ឌូនេស៊ីម៉ាឡេស៊ីនិងថៃជាប្រទេសអនុវត្តការយុទ្ធសាស្ត្រការពារហានិភ័យដែលជាភាសាអង់គ្លេសយើងហៅថា hedging strategy អញ្ចឹងប្រទេសទាំងអស់នេះធ្លាប់អនុវត្តនៅគោលនយោបាយការប្រទេសការពារហានិភ័យហ្នឹងជាមួយនឹងបណ្ដាប្រទេសជាមួយនឹងការប្រកួតប្រជែងរវាងចិននិងសហរដ្ឋអាមេរិកជាយូរមកហើយប៉ុន្តែឥឡូវនេះប្រទេសទាំងនេះកំពុងតែបង្ហាញពីការផ្លាស់ប្ដូរជាបន្តបន្ទាប់ងាកទៅកាន់ទីក្រុងប៉េកាំងដោយសារតែមានកត្តាមួយចំនួនដូចជាដោយសារតែកត្តាពឹងផ្អែកខាងផ្នែកសេដ្ឋកិច្ចកត្តាភាពជិតស្និទ្ធនៅខាងភូមិសាស្ត្រនិងភាពលួងលោមនយោបាយដែលផ្ដល់ដោយគំរូរបស់ប្រទេសចិនគេហៅថានយោបាយនៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាមួយនឹងបណ្ដាប្រទេសដៃគូដោយមិនធ្វើអន្តរាគមន៍មានន័យថាចិនមិនចូលចិត្តជាតិជ្រែកឬក៏ធ្វើអន្តរាគមន៍ចំពោះបញ្ហាក្នុងស្រុករបស់ប្រទេសទាំងអស់នោះទេបាទអញ្ចឹងទន្ទឹមនឹងនេះប្រជាជាតិមួយចំនួនដូចជាកម្ពុជាឡាវមីយ៉ាន់ម៉ាគឺបានចូលខ្លួនយ៉ាងជ្រៅទៅក្នុងគន្លងគោលជោរបស់ប្រទេសចិន
ដោយប្រទេសទាំងអស់នោះទទួលបាននៃការគ្រប់គ្រងផ្នែកសេដ្ឋកិច្ចបាទផ្នែកនយោបាយនិងការជំនួយខាងយោធាបាទជាមួយនឹងតម្រូវការនិយមតិចតួចបំផុតអញ្ចឹងមានន័យថាចិនមិនមានលក្ខខណ្ឌឲ្យគោរពទៅតាមគោលការណ៍របស់ប្រទេសចិនទេប៉ុន្តែនៅពេលដែលប្រទេសទាំងអស់ទទួលបាននៃការអភិវឌ្ឍសេដ្ឋកិច្ចដោយមានចិនជាក្បាលម៉ាស៊ីនបាទហេតុផលនៅពីក្រោយការរស័តអណ្ដែតរបស់អាស៊ីអាគ្នេយ៍ទៅកាន់ប្រទេសចិនគឺមានលក្ខណៈចម្រុះបាទបើយើងមើលផ្នែកសេដ្ឋកិច្ចគឺតួនាទីរបស់ចិនជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់អាស៊ាននិងជាអ្នកផ្ដល់ហិរញ្ញប្បទានផ្នែកហេដ្ឋារចនាសម្ព័ន្ធសំខាន់តាមរយៈកំណត់ដូចផ្ដើមខ្សែក្បាត់និងផ្លូវបាទដែលយុទ្ធសាស្ត្រនេះបង្កើនឥទ្ធិពលរបស់ទីក្រុងប៉េកាំងនៅក្នុងបណ្ដាប្រទេសអាស៊ីអាគ្នេយ៍ទាំងអស់នឹងបាទប្រទេសចិនបានក្លាយទៅជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់អាស៊ានដែលជាអ្នកវិនិយោគដ៏ចម្បងលើវិស័យហេដ្ឋារចនាសម្ព័ន្ធចិនជាតួអង្គដ៏លេចធ្លោនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ផលិតកម្មជាពិសេសគឺនៅក្នុងប្រទេសដូចជាប្រទេសកម្ពុជាប្រទេសឡាវនិងប្រទេសមីយ៉ាន់ម៉ាជាដើមបាទខាងផ្នែកនយោបាយវិញគឺថារបបដឹកនាំនៅអាស៊ីអាគ្នេយ៍ជាច្រើនជាពិសេសរបបដែលមាននិន្នាការអាញានិយមបាទចូលចិត្តការទូតគ្មានលក្ខខណ្ឌភ្ជាប់របស់ចិនជាងចូលចិត្តជំនួយរបស់សហរដ្ឋអាមេរិកដែលដាក់លក្ខខណ្ឌទាក់ទងនឹងគុណតម្លៃប្រជាធិបតេយ្យការគោរពសិទ្ធិមនុស្សលក្ខណៈអញ្ចឹងការដាក់របាំងពន្ធគយនៅពេលថ្មីនេះរបស់សហរដ្ឋអាមេរិកនិងជោគវាសនាមិនច្បាស់លាស់នៃគំនិតផ្ដួចផ្ដើមសេដ្ឋកិច្ច Indo-Pacific របស់សហរដ្ឋអាមេរិកបានធ្វើឲ្យការសង្ស័យរបស់បណ្ដាប្រទេសនៅក្នុងតំបន់អាស៊ីកាន់តែមិនសូវទុកចិត្តសហរដ្ឋអាមេរិកហើយកាន់តែស៊ីជម្រៅទៅហើយនេះឥទ្ធិពលរបស់ចិនកំពុងតែមានព្រៀបទៅលើសហរដ្ឋអាមេរិកនៅក្នុងប្រមាណឆ្នាំចុងក្រោយនេះបាទទោះជាយ៉ាងណាក៏ដោយការស្ទង់មតិចុងក្រោយបំផុតនៃរដ្ឋអាស៊ីអាគ្នេយ៍ក្នុងរបាយការណ៍ឆ្នាំ2025ដោយវិទ្យាស្ថានបាទ ISIS Yusof Ishak ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរីគឺថាធ្វើឲ្យរូបភាពនេះកាន់តែស្មុគស្មាញមានន័យថាប្រទេសចិននៅតែជាមហាអំណាចសេដ្ឋកិច្ចដែលមានឥទ្ធិពលបំផុតបាទដោយទទួលបានបាទមធ្យមភាគនៃការគ្រប់គ្រងឆ្លើយតបហ្នឹងគឺថា56%ជាងបាទហើយចិននៅតែជាមហាអំណាចយុទ្ធសាស្ត្រនយោបាយបាទដោយទទួលបានពិន្ទុចេញពីគេហៅថាការស្ទង់មតិ38%បាទនៅក្នុងតំបន់ដែលវាដាច់សហរដ្ឋអាមេរិកដោយបន្ទាប់បន្សំទោះបីជាមានការថយចុះនៃឥទ្ធិពលសេដ្ឋកិច្ចនិងយុទ្ធសាស្ត្រនយោបាយទាំងមូលក៏ដោយបាទទោះបីជាចិនតាមរយៈការស្ទង់មតិឆ្នាំ2025ហាក់ដូចជាបន្ទុកចុះខ្សោយយ៉ាងណាក៏ដោយក៏ចិននៅតែវ៉ាសហរដ្ឋអាមេរិកទៅលើទស្សនវិជ្ជានៃឥទ្ធិពលខាងបាទសេដ្ឋកិច្ចនិងនយោបាយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ទាំង10ប្រទេសទាំងដែរបាទប៉ុន្តែជាងពាក់កណ្ដាលនៃអ្នកឆ្លើយសំណួរបាទគឺថាមានចំនួនដល់ទៅ51%ជាងហ្នឹងគឺថាចាត់ចំណាត់ថ្នាក់អាកប្បកិរិយាឈ្លានពាននៅក្នុងប្រទេសចិនបាទរបស់ប្រទេសចិននៅក្នុងសមុទ្រចិនខាងត្បូងថាជាកង្វល់ភូមិសាស្ត្រនយោបាយកម្ពុជារបស់ពួកគេអញ្ចឹងពួកគេព្រួយបារម្ភពីអេយ៉ាបតកក្លឿនរបស់ទីក្រុងប៉េកាំងនៅក្នុងបញ្ហាសមុទ្រចិនខាងត្បូងបាទអញ្ចឹងការផ្លាស់ប្ដូរនេះគឺថាលេចឡើងដោយសារតែការព្រួយបារម្ភកាន់តែខ្លាំងឡើងលើអេយ៉ាបតក្នុងតំបន់ដែលចិនអះអាងថាបញ្ហានៅសមុទ្រចិនខាងត្បូងចង់ក្តាប់បាទមូលដ្ឋានទឹកដីនៅសមុទ្រចិនខាងត្បូងនឹង90%ជាងនិងដោយសារការថយចុះនៃជំនឿទុកចិត្តរបស់ប្រទេសមួយចំនួនទៅលើអេយ៉ាបតរបស់សហរដ្ឋអាមេរិកនិងចិនទន្ទឹមគ្នាបាទទោះបីជាមានការត្រួតត្រាផ្នែកសេដ្ឋកិច្ចក៏ដោយក៏ប្រទេសចិននៅតែជាប់ចំណាត់ថ្នាក់ទី4ក្នុងការជឿទុកចិត្តនៅក្នុងតំបន់នៅពីក្រោយប្រទេសជប៉ុនសហរដ្ឋអាមេរិកនិងសហភាពអឺរ៉ុបបាទយើងដឹងថាសហរដ្ឋអាមេរិកត្រូវបានគេឲ្យតម្លៃសម្រាប់អតុល្យភាពយុទ្ធសាស្ត្រប៉ុន្តែជាញឹកញាប់សហរដ្ឋអាមេរិកត្រូវបានគេមើលឃើញថាជាប្រទេសមួយដែលមិនអាចជឿទុកចិត្តបានតទៅទៀតទេហេតុអីបាទសហរដ្ឋអាមេរិកជាការពិតនៅតែត្រូវបានគេពេញចិត្តចំពោះកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខការអប់រំបាទនិងបច្ចេកវិទ្យាប៉ុន្តែឥទ្ធិពលរបស់សហរដ្ឋអាមេរិកត្រូវបានគេមើលឃើញថាកំពុងតែធ្លាក់ចុះជាបន្តបន្ទាប់សហរដ្ឋអាមេរិកបានវាលដាច់ប្រទេសចិនក្លាយជាជំរឿសឈ្នះនៅក្នុងការស្ទង់មតិដដែលនេះគឺទទួលបានជំពាក់52%ជាងប៉ុន្តែក្នុងលក្ខខណ្ឌថាប្រសិនបើតំបន់
ត្រូវបានគេបង្ខំបាទឲ្យបន្ស៊ីខ្លួនរបស់តំបន់ហ្នឹងជាមួយនឹងគូប្រជែងយុទ្ធសាស្ត្រក្នុងចំណោមប្រទេសទាំងពីរបើសិនជាប្រទេសក្នុងតំបន់អាស៊ានត្រូវបានបង្ខំឲ្យរើសអញ្ចឹងអ្នកឆ្លើយថាមានជាង52%គឺជារើសអាមេរិកជាងជារើសចិនអញ្ចឹងមានន័យថាប្រជាជនឬក៏អ្នកឆ្លើយបាទការធ្វើការស្ទង់មតិហ្នឹងគឺជារើសអាមេរិកជាងជារើសចិនអ្វីដែលគួរឲ្យកត់សម្គាល់គឺប្រទេសចិនដែលជាប្រទេសដែលជាជំរឿសហ្នឹងគឺថាបានធ្លាក់ចុះពី50.5% កាលពីឆ្នាំ2024មកត្រឹម47.7% នៃការស្ទង់មតិនៅឆ្នាំនេះបាទអញ្ចឹងមានន័យថាការជឿទុកចិត្តទៅលើចិនបានធ្លាក់ចុះពីឆ្នាំមុនមកដល់ឆ្នាំនេះដែលអ្វីដែលជាអ្នកផ្ដល់នៅការឆ្លើយតបទៅនឹងសំណួររកឃើញគឺតកតងទៅនឹងអេយ៉ាបតកុសក្លឿនរបស់ចិននៅក្នុងសមុទ្រចិនខាងត្បូងអញ្ចឹងយើងអាចមើលឃើញថាការរកឃើញនេះគឺបង្ហាញថាចំណុចស្នូលរបស់ប្រទេសអាស៊ីអាគ្នេយ៍ចំពោះប្រទេសចិនគឺលទ្ធផលនៃសេចក្ដីនិយមឬក៏ជាក់ស្ដែងនិយមរចនាសម្ព័ន្ធជាជាងការជឿជាក់លើយុទ្ធសាស្ត្រមានន័យថាផលប្រយោជន៍សេដ្ឋកិច្ចដើរតួនាទីសំខាន់នៅក្នុងការដែលបណ្ដាឲ្យប្រទេសអាស៊ីអាគ្នេយ៍មួយចំនួននោះជាទូទៅហ្នឹងគឺមានភាពលំអៀងទៅរកប្រទេសចិនមានសមានចិត្តទៅលើប្រទេសចិនមិនមែនដោយហេតុផលយុទ្ធសាស្ត្រទេប៉ុន្តែជាផលប្រយោជន៍សេដ្ឋកិច្ចជាក់ស្ដែងតែម្ដងបាទអញ្ចឹងរដ្ឋអាស៊ានគឺថាជឿរើសចិនមិនមែនតាមភាពចាំបាច់នៃមនោគមវិជ្ជាទេអញ្ចឹងគឺថាសមាជិករបស់អាស៊ានហ្នឹងមិនមែនពេញចិត្តទៅនឹងមនោគមវិជ្ជាដឹកនាំរដ្ឋបែបសេដ្ឋកិច្ចមូលធននិយមគ្រប់គ្រងរដ្ឋហើយនយោបាយគៀបសង្កត់ផ្ដាច់ការនោះទេបាទអញ្ចឹងគឺថាបណ្ដាប្រទេសទាំងអស់ហ្នឹងគឺកំពុងតែសម្លឹងរកភាពចាំបាច់នៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនិងការរស់រាននៃរបបនយោបាយរបស់ប្រទេសរៀងៗខ្លួនបាទនៅក្នុងរបាយការណ៍ស្ទង់មតិដដែលហ្នឹងគឺគេរកឃើញពីកំបល់ភូមិសាស្ត្រនយោបាយកម្ពុជាមាន3បាទដែលអ្នកឆ្លើយបង្ហាញពីការព្រួយបារម្ភទី1គឺតកតងទៅនឹងអាកប្បកិរិយាឈ្លានពានឬក៏កុសក្លឿនរបស់ចិននៅសមុទ្រចិនខាងត្បូងហ្នឹងវាជាកំបល់ភូមិសាស្ត្រនយោបាយកម្ពុជាទី1បាទនៅក្នុងការព្រួយបារម្ភរបស់អ្នកឆ្លើយការស្ទង់មតិនេះការព្រួយបារម្ភអំពីអាកប្បកិរិយាកុសក្លឿនបាទនៅសមុទ្រចិនខាងត្បូងត្រូវបានចែករំលែកដោយរដ្ឋមួយចំនួនបាទគឺរដ្ឋដែលទាមទារអះអាងទៅលើអធិបតេយ្យភាពទៅលើទឹកដីនៃសមុទ្រចិនខាងត្បូងហ្នឹងគឺមានចំនួន3ដែលគួរឲ្យកត់សម្គាល់គឺហ្វីលីពីនបាទអ្នកឆ្លើយរហូតដល់90%ជាងវៀតណាមបាទអ្នកឆ្លើយមានដល់74ជាងក្បែរ 75% និងប្រទេសប្រ៊ុយណេមានរហូតដល់57.7% ប៉ុន្តែអ្វីដែលគេកត់សម្គាល់នៅក្នុងរបាយការណ៍ហ្នឹងគឺប្រទេសកម្ពុជាតែជាប្រទេសអត់មានពាក់ព័ន្ធនៅក្នុងចំនួននៃការទាមទារទឹកដីទេប៉ុន្តែឃើញភាគរយនៃការឆ្លើយពីកង្វល់ហ្នឹងមានរហូតដល់47% បាទជាបន្តិចដែលបាទតែអះអាងថាអេយ៉ាបតកុសក្លឿននៅក្នុងសមុទ្រចិនត្បូងរបស់ចិននេះគឺជាកំបល់ភូមិសាស្ត្រនយោបាយនៅក្នុងតំបន់បាទចឹងអាចសន្និដ្ឋានបានថានេះជាអាកប្បកិរិយារបស់កម្ពុជាដែលមិនចង់ឃើញឬក៏មិនចង់បានការអនុវត្តកុសក្លឿននៅក្នុងការដោះស្រាយចំនួនប៉ុន្តែចង់បានការដោះស្រាយដោយសន្តិវិធីនិងគោរពច្បាប់អន្តរជាតិការរួបរวมរបស់អាស៊ានគឺស្ថិតនៅក្រោមសម្ពាធកាន់តែខ្លាំងបាទយុទ្ធសាស្ត្រទ្វេភាគីបាទវិធីសាស្ត្របំបែកនិងការសច្ច័យរបស់ទីក្រុងប៉េកាំងជាពិសេសទាក់ទងនឹងការបង្វែរការយល់ស្របទៅលើបញ្ហាសមុទ្រចិនខាងត្បូងធ្វើឲ្យបែកបាក់សាមគ្គីភាពនៅក្នុងចំណោមបណ្ដាប្រទេសអាស៊ានផងដែរអញ្ចឹងភាពមិនស៊ីចង្វាក់គ្នាជាលទ្ធផលបាទធ្វើឲ្យភាពអាស៊ានជាមជ្ឈអាស៊ានជាចំណុចស្នូលជាចំណុចកណ្ដាលរបស់អាស៊ាននេះគឺចុះខ្សោយបាទដែលជាគោលការណ៍ការទូតស្នូលរបស់បណ្ដាប្រទេសអាស៊ីអាគ្នេយ៍នេះបាទអញ្ចឹងមជ្ឈត្តភាពអាស៊ានឬអាស៊ានជាចំណុចស្នូលនេះវាជាចំណុចស្នូលរបស់បណ្ដាប្រទេសអាស៊ីអាគ្នេយ៍ប៉ុន្តែហាក់ដូចជាទទួលរងនៅការបែកបាក់ដោយសារតែឥទ្ធិពលនៃ
ទីក្រុងប៉េកាំងបាទទន្ទឹមនឹងនេះការសង្កត់ធ្ងន់របស់ប្រជាជនលោកលើគុណតម្លៃប្រជាធិបតេយ្យអភិបាលកិច្ចល្អជារឿយៗគឺប៉ះទង្គិចជាមួយនឹងនិន្នាការអញ្ញានិយមបាទនិន្នាការគ្រប់គ្រងបែបអញ្ញានិយមនិងផលប្រយោជន៍របស់ពួកអិសរាជជននៅក្នុងរាជធានីអាស៊ានច្រើនមានន័យថាអ្នកកាន់អំណាចក្នុងបណ្ដាប្រទេសអាស៊ីអាគ្នេយ៍មួយចំនួនហ្នឹងគឺมันស៊ីគ្នាมันត្រឹមត្រូវมันត្រូវនឹងគុណតម្លៃប្រជាធិបតេយ្យក៏អបាលកិច្ចល្អដែលប៉ះពាល់ទៅដល់ផលប្រយោជន៍របស់អិសរាជជនកាន់អំណាចនយោបាយទាំងនោះទេបាទប្រទេសដូចជាវៀតណាមហ្វីលីពីនគឺថាងាកទៅរកអាមេរិកខ្លាំងជាងមុនប៉ុន្តែកម្ពុជាឡាវនិងមីយ៉ាន់ម៉ាគឺមានទំនោរទៅរកចិនបាទប្រតិបត្តិការបោកប្រាស់ជាសកលជាកង្វល់ភូមិសាស្ត្រនយោបាយកម្ពុជាមួយដែរជាប់ចំណាត់ថ្នាក់ទី2បាទបន្ទាប់ពីការគូឃ្លឿនរបស់ចិននៅក្នុងបញ្ហាសមុទ្រចិននៅកំពង់ដោយទទួលបានពិន្ទុ 48.1% នៅក្នុងការស្ទង់មតិនេះអញ្ចឹងគេរកឃើញថាប្រទេស2បាទដែលជាគោលដៅនៃប្រវត្តិការចាប់ចម្រិតបាទគឺថាប្រទេសថៃជាប់ចំណាត់ថ្នាក់ខ្ពស់បំផុតបាទគឺ71%ជាងនិងឡាវ 44.4% ដែលគេថាมันគួរឲ្យមានការភ្ញាក់ផ្អើលនោះទេព្រោះប្រទេសទាំងពីរនេះត្រូវបានគេយកចិត្តទុកដាក់ថាជាប្រទេសម្ចាស់ផ្ទះសម្រាប់ប្រតិបត្តិការបោកប្រាស់បាទតាមអនឡាញនឹងឯងបាទអញ្ចឹងនៅឃើញប្រទេសពីរគឺថៃនិងឡាវបាទជាប្រទេសជាតំបន់ជាកន្លែងដែលគេយកជាទីតាំងប្រតិបត្តិការបោកប្រាស់បាទចម្លើយចំពោះសំណួរតើព្រឹត្តិការណ៍ភូមិសាស្ត្រនយោបាយបច្ចុប្បន្នមួយណាដែលជាកង្វល់កម្ពុជាសម្រាប់រដ្ឋាភិបាលរបស់ប្រទេសនេះអ្នកឆ្លើយសំណួរនៅកម្ពុជានៅក្នុងការស្ទង់មតិនេះបានរើសអាកប្បកិរិយាឈ្លានពាននៅសមុទ្រចិនខាងត្បូងទី1មាន 47% ដែលកើនឡើងបើធៀបទៅនឹងឆ្នាំ2024ដែលមានត្រឹមតែ 17.5% និងប្រតិបត្តិការបោកប្រាស់ជាសកលគឺជាប់ចំណាត់ថ្នាក់ទី2មានរហូតដល់ 46.5% ដែលកើនឡើងបើប្រៀបទៅនឹងឆ្នាំ2024ដែលមានត្រឹមតែ 34.9% នេះទេបាទអញ្ចឹងការរកឃើញនេះបង្ហាញថាប្រជាជនកម្ពុជាមានការព្រួយបារម្ភកាន់តែខ្លាំងឡើងចំពោះការអះអាងការទាមទាររបស់ចិននៅក្នុងដែនទឹកនៅក្នុងតំបន់និងការគំរាមកំហែងផ្នែកហិរញ្ញវត្ថុឆ្លងដែនដែលជាសញ្ញានៃការផ្លាស់ប្ដូរការផ្ដោតអារម្មណ៍ភូមិសាស្ត្រនយោបាយរបស់ប្រទេសឆ្ពោះទៅរកការព្រួយបារម្ភផ្នែកសន្តិសុខនិងអធិបតេយ្យភាពនៅក្នុងបរិយាកាសយុទ្ធសាស្ត្រដែលកំពុងតែវិវត្តយ៉ាងឆាប់រហ័សបាទអញ្ចឹងមានន័យថាប្រជាជនកម្ពុជាខ្វាយខ្វល់ពីរឿងបាទសន្តិសុខក្នុងតំបន់ជាពិសេសគឺខ្វាយខ្វល់ទៅនឹងបាទការលាងលុយនិងហេតុរញ្ញវត្ថុឆ្លងដែនដែលជាប្រភពកង្វល់បាទរបស់ប្រទេសនៅក្នុងតំបន់ដែលយើងរកឃើញខាងលើមិញដែលរបាយការណ៍រកឃើញខាងលើគឺប្រទេសថៃនិងប្រទេសឡាវបាទជាប្រទេសដែលជាគោលដៅប្រតិបត្តិការនៅក្នុងការបោកបញ្ឆោតបាទអញ្ចឹងភាពជាអ្នកដឹកនាំថ្មីរបស់សហរដ្ឋអាមេរិកគឺជាការព្រួយបារម្ភទី3បាទបន្ទាប់ពីការព្រួយបារម្ភទី2ខាងលើបាទមានបន្ទុក47% គឺ 46.9% បាទអញ្ចឹងការផ្លាស់ប្ដូរព្រួប្រែនៃនយោបាយការបរទេសរបស់អាមេរិកក្រោមរដ្ឋបាល Trump ដែលវិបហាជាបន្តបន្ទាប់លើសណ្ដាប់ធ្នាប់នយោបាយសេរីដែលអាមេរិកខ្លួនឯងនឹងជាអ្នកបង្កើតបង្ហាញថាអាមេរិកមិនមានឆន្ទៈនឹងការធ្វើជាម្ចាស់ពាននៃបិតាប្រជាធិបតេយ្យសេរីនិយមនោះទេបាទអញ្ចឹងនៅពេលដែលគេសួរថាតើអ្វីទៅជាដែលអាចធ្វើឲ្យអារម្មណ៍វិជ្ជមានរបស់អ្នកកាន់តែអាក្រក់ទៅលើសហរដ្ឋអាមេរិកអ្នកឆ្លើយសំណួរនៅក្នុងប្រទេសអាស៊ានទាំង10ដែលមានទស្សនៈសុទិដ្ឋិនិយមចំពោះសហរដ្ឋអាមេរិកមានការព្រួយបារម្ភខ្លាំងបំផុតចំពោះការជៀសជែករបស់សហរដ្ឋអាមេរិកនៅក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសពួកគេគឺមានរហូតដល់ 29% ជាងជាពិសេសគឺប្រទេសសង្ហបុរីបាទដែលមានអ្នកឆ្លើយខ្ពស់ជាងគេគឺរហូតដល់ 44.8% ហ្វីលីពីនលំដាប់ទី2 40.6% វៀតណាមលំដាប់ទី3 31.8% និងកម្ពុជា31.6% បាទអញ្ចឹងជារួម
គន្លងភូមិសាស្ត្រនយោបាយរបស់អាស៊ីអាគ្នេយ៍នៅតែមានលក្ខណៈរលូននឹងការប្រកួតប្រជែងនៅពេលដែលទម្ងន់សេដ្ឋកិច្ចរបស់ប្រទេសចិនពិតជាមានបាទទៅលើបណ្ដាប្រទេសអាស៊ីអាគ្នេយ៍ទាំងនោះมันអាចប្រកែកបានបាទចិនមិនទាន់បានបំលែងក៏បំផ្លែងវាទៅជាឥទ្ធិពលខាងសម្ភារៈបាទឥទ្ធិពលខាងសម្ភារៈទៅជាការជឿទុកចិត្តជាយុទ្ធសាស្ត្រស៊ីជម្រៅនៅឡើយទេអញ្ចឹងផ្ទុយទៅវិញសហរដ្ឋអាមេរិកនៅតែជាដៃគូសន្តិសុខដែលបណ្ដាប្រទេសទាំងអស់នឹងពេញចិត្តហើយនឹងរីករាយបាទនឹងការជឿទុកចិត្តខ្ពស់ជាងមុនបាទប៉ុន្តែហានិភ័យនៃការបាត់បង់មូលដ្ឋានការគ្រប់គ្រងបាទនេះគឺថាតាមរយៈភាពមិនស៊ីចង្វាក់ខាងការទូតនិងនយោបាយគាំពៀនិយមរបស់សហរដ្ឋអាមេរិកផងដែរបាទអញ្ចឹងពេលវេលាបច្ចុប្បន្នបង្ហាញពីបង្អួចដ៏សំខាន់មួយសម្រាប់ទីក្រុង Washington នៅក្នុងការចូលរួមបាសាជាថ្មីជាមួយនឹងភាពរឹងមាំខាងសេដ្ឋកិច្ចនិងភាពរសើបខាងការទូតបាទអញ្ចឹងបើប្រសិនបើសហរដ្ឋអាមេរិកបរាជ័យនៅក្នុងការគ្រប់គ្រងបាទប្រាជ័យក្នុងការទទួលបានការគ្រប់គ្រងពីបណ្ដាប្រទេសអាស៊ីអាគ្នេយ៍បាទដែលកំពុងតែរស័តអណ្ដែតឆ្ពោះទៅរកប្រទេសចិនកាន់តែរឹងមាំគឺមិនមែនដោយសារតែចំណងចំណូលចិត្តរបស់បណ្ដាប្រទេសអាស៊ីអាគ្នេយ៍ទៅលើមនោគមវិជ្ជានយោបាយរបស់ប្រទេសចិននោះទេបាទប៉ុន្តែដោយសារតែអវត្តមាននៃជំរឿសដែលអាចជ្រើសរើសបានក្រៅតែពីប្រទេសចិននៅក្នុងការដឹកនាំធ្វើឲ្យមានកំណើនសេដ្ឋកិច្ចនៅក្នុងតំបន់បាទអញ្ចឹងបាទជារួមយើងមើលឃើញថាការវិវត្តការប្រែប្រួលបាទពីចំហរបស់អាស៊ានដែលមិនចង់ឲ្យមានការជឿរើសរវាងប្រទេសចិននិងប្រទេសសហរដ្ឋអាមេរិកមានការប្រែប្រួលនៅពេលដែលទម្ងន់សេដ្ឋកិច្ចទម្ងន់នយោបាយនិងទម្ងន់ការទូតរបស់ចិនកាន់តែខ្លាំងឡើងក្នុងតំបន់ហើយជាពិសេសទៅពេលដែលសហរដ្ឋអាមេរិកកាន់តែដកខ្លួនពីទូនាទីពិភពលោកតាមរយៈ Donald Trump 2.0 បាទការឡើងកាន់អំណាចរបស់ប្រធានាធិបតីត្រាំបាទដំណាក់នៃអាណត្តិទី2នេះដែលហាក់បង្ហាញពីចេតនាក្នុងការដកខ្លួនចេញពីសន្តិភាពពិភពលោកសេរីហើយងាកទៅរកកិត្តគូពីផលប្រយោជន៍អាត្មានិយមរបស់សហរដ្ឋអាមេរិកវិញនោះវាធ្វើឲ្យការជឿទុកចិត្តទៅលើវត្តមានរបស់សហរដ្ឋអាមេរិកនៅក្នុងទឹកការធានាបាននៅស្ថិរភាពតំបន់និងសន្តិភាពអន្តរជាតិកាន់តែថយទៅប៉ុន្តែយ៉ាងណាក៏ដោយឆ្លុះតាមការស្ទង់មតិរបស់ជាស្ថាន ISIS បាទនៅមានមូលដ្ឋាននៅសង្ហបុរីនេះបង្ហាញថាបណ្ដាប្រទេសនៅក្នុងអាស៊ានទាំង10គឺមានទំនុកចិត្តទៅលើសហរដ្ឋអាមេរិកខាងការពារសន្តិសុខជាងប្រទេសចិនប៉ុន្តែយ៉ាងណាក៏ដោយការជឿទុកចិត្តនេះនៅតែមានការមិនច្បាស់លាស់នៅតែមានការធ្លាក់ចុះជាបន្តបន្ទាប់នៅឡើយបាទអញ្ចឹងសប្តាហ៍ក្រោយគឺពេលក្រោយខ្ញុំនឹងឈឺប្រកាសបាទលើករកប្រធានបទដទៃទៀតដើម្បីយកមកឆ្លុះបញ្ចាំងបាទសូមអរគុណនិងសូមជម្រាបលាបាទ